នឹងហើយបងប្អូនអរគ្នាបើសិនជាបងប្អូនអត់បានមើលវីដេអូនេះអត់ដឹងថាលំផាត់ហើយនឹងចំណាំបាទមានក្បាច់ពិសេសថ្មីបែបមិនខ្លះបងប្អូនអរគ្នាឥឡូវនេះបងប្អូនអរគ្នាមកតាមដានទស្សនាមើលចំណាំទីសិនបងប្អូនអរគ្នាបើមិនផ្លាច់មិនថ្មីមិនហៅចំណាំបងស្រីលំផាត់ទេបងប្អូនអរគ្នាពីអ្នកនេះគឺថានៅក្នុងសួនសត្វភ្នំតាម៉ៅគឺមិនអោយបងប្អូនអរគ្នាមើលហើយខកបំឡងនោះទេបងប្អូនអរគ្នាចំណាំគឺគេតែងតែមានក្បាច់ថ្មីចែកជូនទៅពុកម៉ែបងប្អូនយើងទស្សនាបាទដូចឥឡូវនេះអញ្ចឹងបងប្អូនអរគ្នាសំបីតែក្បាច់លើកជើងធាក់ខាងក្រោយហើយរួមទាំងការងូតទឹកហើយងូតភក់ងូតដីខ្សាច់នេះគឺថាຕົកចិត្តលើចំណាំហើយនឹងលំផាត់ហើយប៉ុន្តែនៅក្នុងឃ្លីបនេះគឺលំផាត់អត់ទាន់ចេញទេគឺចេញចំណាំច្រើនជាងគេហើយហ្នឹងហើយបងប្អូនអរគ្នាឥឡូវយើងមកតាមមើលចំណាំសិនតើចំណាំមានអីប្លែកទៀតហើយបងប្អូនអរគ្នាក្បាច់លើកជើងឆ្វេងលើកជើងច្ដាំលើកជើងស្ដាំអធិស្ឋានបងប្អូនអរគ្នានិយាយយូរចង់តដិតហ្នឹងហើយបងប្អូនអរគ្នាចំណាំគឺចេញក្បាច់ហើយលើកជើងឆ្វេងជើងស្ដាំនេះគឺសម្រាប់ទុកធាក់លំផាត់ហើយមើលទៅនិយាយលេងទេបងប្អូនអរគ្នាគឺចេះមែនតើបងប្អូនអរគ្នាពីមុនបងប្អូនអរគ្នាខ្ញុំចាប់អារម្មណ៍តែមើលទៅនឹងលំផាត់ទេប៉ុន្តែមើលរំលងហួសបងស្រីរបស់លំផាត់គឺចំណាំហ្នឹងហើយបងប្អូនអរគ្នាចំណាំឈ្មោះចំណាំគឺត្រូវមែនទែនបងប្អូនអរគ្នាចំណាំចំណាប់បាទបើសិនជាមានមួយទៀតដាក់ឈ្មោះចំណាប់អេបងប្អូនអរគ្នាហ្នឹងហើយបងប្អូនអរគ្នានិយាយលេងទេអញ្ចឹងយើងមកទស្សនាចំណាំតិចសិនដោយសារតែចំណាំមួយរយៈនេះគឺថាចំណាំសូនៅអ្វីដែលល្អមែនទែនទៅកាន់ពុកម៉ែបងប្អូនយើងក៏ដូចជាបាទការលេងការបង្ហាញឲ្យបងប្អូនយើងទស្សនាមើលបងប្អូនដឹងអត់ថាចំណាំហើយនឹងលំផាត់គឺថាអត់ខុសគ្នាប្រហែលនោះទេពីអ្នកបងប្អូនគេនឹងគឺថាកាយវិការការសម្ដែងចេញក៏ដូចជាការលេងនេះហ្នឹងគឺដូចគ្នាមែនទែនហើយបងប្អូនគ្នាសូម្បីតែគេជួបគ្នាគេអោបថើបគ្នាគេលេងជាមួយគ្នាហើយដូចឥឡូវហ្នឹងអញ្ចឹងបងប្អូនគ្នាមើលបងប្អូនគ្នាបើសិនជានៅស្ងៀមគឺថាមិនមែនលំផាត់ហើយនឹងចំណាំនោះទេពីនេះបងប្អូនគេនេះគឺចាប់ដៃគ្នាត្រូវខ្លាំងមែនទែនហើយបងប្អូនគ្នាមិនមែនចេះតែនិយាយនេះបងប្អូនណាយើងនិយាយមើលឃើញនៅពីក្រោយឈុតឆាកទាំងអស់នោះគឺសុទ្ធសឹងតែត្រូវឆ្លងកាត់ការវឹកហាត់បងប្អូនដោយបងប្អូនឃើញការវឹកហាត់មុនហ្នឹងអញ្ចឹងឃើញទេមួយពីរឆ្វេងស្ដាំគឺថាមិនស្រួលប៉ុន្មានទេបងប្អូនសុទ្ធតែហាត់ឥឡូវនេះគឺបង្ហាញរៀងជូនបងប្អូនយើងបងប្អូនកុំច្រឡំណាបងប្អូនមានបងប្អូនយើងច្រឡំចំណាំទៅលំផាត់ទៅចំណាំអត់ច្រឡំណាតែបើមិនចាប់អារម្មណ៍អាចច្រឡំដែរបងប្អូនពីព្រោះអាកប្បកិរិយារឹកពីបាទអាកប្បកិរិយារឹកពីអីហ្នឹងគឺថាកាយវិការអីហ្នឹងគឺស្តៀងគ្នាបងប្អូនស្តៀងគ្នាអញ្ចឹងបើមិនចាប់អារម្មណ៍គឺអាចច្រឡំដែរបងប្អូនគាត់ថាលំផាត់នៅរុំជើងហើយដល់ពេលតិចទៀតវាតតបានមកបងប្អូនដើររហូតហ្នឹងគឺដើររហូតចំណៃបងប្អូនមិនមែនដើរបង្ហាញរឿងអីទេចំណាំនោះគឺដើររហូតចំណៃបងប្អូនសុំតទៀតបងប្អូនបើសិនជាតិចទៀតទៅលំផាត់ដោះអារុំជើងនឹងចេញណាបងរុំជើងនឹងចេញគឺអាចច្រឡំគ្នាបងប្អូនព្រោះពីរហ្នឹងអាចធំតាន់គ្នាមិនទេពីអត្តចរិតអាកប្បកិរិយាកាយវិការអីហ្នឹងគឺថាមិនជាគ្នាបងប្អូនសុទ្ធតែជាកូនដំរីឆ្លាតបងប្អូនហើយមានកូនដំរីឆ្លាតជាច្រើនទៀតបងប្អូនដែលបងប្អូនធ្លាប់បានឃើញហើយខ្ញុំទទួលបានវីដេអូឃ្លីបខ្លីៗច្រើនពីបងប្អូនយើងដែលលោកបានឃើញសត្វដំរីឆ្លាតហើយสนំពោលខ្ញុំទៅថតគាត់ថាខ្ញុំអត់ទាន់មានពេលវេលាគ្រប់គ្រាន់សម្រាប់ឆ្លើយតបបងប្អូនចង់សូមការយោគយល់បងប្អូនណាខ្ញុំនឹងរៀបចំយ៉ាថ្នមបងប្អូនរត់ទឹកងូតបងប្អូនថ្នមហ្នឹងចុះហ្នឹងកន្លែងហ្នឹងទឹកពេញពីមុនតែឥឡូវនេះគឺរៀបចំស្ដាអញ្ចឹងទៅទឹករៀងតិចបងប្អូនស្មានហ្នឹងគឺរៀងក្តៅអាកាសធាតុណាអញ្ចឹងហើយសត្វដំរីទាំងឡាយគឺតែងទៅរត់ទឹកហើយជានិច្ចកាលជាទម្លាប់របស់សត្វដំរីមិនថាតូចឬធំទេតែងូតទឹកហើយគឺចូលចិត្តលេងដីបងប្អូនចូលចិត្តលេងដីបងប្អូនយើងនៅមានឈុតឆាកល្អមើលជាច្រើនទៀតបងប្អូនបន្តិចទៀតបន្ទាប់ពីនោះប៉ារបស់គាត់ងូតទឹកឲ្យគាត់ហើយណាបងប្អូនសម្រាប់ចំណាំគឺនឹងបង្ហាញសមត្ថភាពជូនបងប្អូនយើងទស្សនាអញ្ចឹងរងចាំបន្តិចបងប្អូនណានោះឥឡូវកំពុងងូតទឹកឲ្យហើយបានតែប៉ុណ្្នឹងរត់បងប្អូនរត់ទៅណាបងប្អូនហ្នឹងទៅបួងដីបួងយកព្រោះមិនតាមដាក់បួងទេ
នឹងមានតទៀតបងប្អូនមិនមែនតែប៉ុណ្្នឹងទេបងយោទៅជោគទៅជោគខ្នងជោគពោះនឹងបងប្អូនមិនសុខចិត្តឈូសទៀតអង្គុយបងប្អូនអង្គុយមានអីទៀតបងប្អូនអង្គុយហើយនេះបោបបងប្អូនបោបឃើញទេបងប្អូនច្រឡំត្រូវមកការទឹកបាត់ហើយប៉ាគាត់ដាក់មកការទឹកមិញក៏គួរនោះផាច់នៅតែបងប្អូនមើលតន់អត់មិញតែសង្ឃឹមថាបងប្អូនយើងមើលតន់បងប្អូនយើងចំណាប់ចំនួនសឹងអីហ្នឹងកំពុងតែចរចាគ្នាប៉ាគាត់ប្រាប់តាមតន់ងូតទឹកឲ្យបងមិនមកនីលដីទៀតហើយបងប្អូនឃើញនោះហើយបងប្អូនជាចាណាបងប្អូនសមត្ថភាពមិនធម្មតាទេបងប្អូនអើយអាចនិយាយបានថាមិនជាជាងគ្នាចំណានទេជាមួយលំផាត់គាត់ថាចំណាននេះលះខ្លាំងដោយសារសុខភាពល្អដូចគ្នាប៉ុន្តែគាត់ថាលំផាត់នេះលំផាត់គ្នានៅឈឺជើងនៅញើតជើងតែចំណាននេះអត់អីទេមើលប្រម៉ោយបងប្អូនមើលប្រម៉ោយឃើញទេអើយគ្រប់ស្នៀតបងប្អូនគ្រប់ស្នៀតមកអានីលអត់ព្រមឡើងទេបោកខ្លួនបោកប្រាណបងប្អូនមើលដូចជ្រូកអីឥឡូវប៉ាគាត់ហៅទៅហើយត្រូវទៅបើអត់ទៅឥឡូវហើយពូធំហើយមិនមែនតូចទៀតណាទៅមកប៉ាគាត់ហើយមិញនឹងសឹកស៊ីវគ្នាដែរបងប្អូនចរចាគ្នាឥឡូវនេះមកតោះចុះមកហើយចុះមកបងអញ្ចឹងត្រូវឡើយទាញទឹកតិចហើយបងប្អូនក្មេងបើមិនវាយខ្លះខូចក្មេងនឹងខូចខ្លាំងអញ្ចឹងទៅវាយខ្លះដំរីក៏អញ្ចឹងដែរទៅទាញខ្លះមកចង់ទៅណាមកមិនទាន់ស្អាតផងនឹងចាណាមបន្តទៀតឈូបងប្អូនមានបងប្អូនខ្លះលោកថាចាំមិនបានមានសយោអីបាញ់អញ្ចឹងណាវាងាយស្រួលជាងតាមពិតមានទាំងអស់ហ្នឹងគ្រាន់តែគាត់អត់ចង់ងូតយកការងូតចឹងម្ដងមកការវាអញនិយាយបានថាស្និទ្ធស្នាលជាងហើយមានន័យជាងបងប្អូនព្រោះធម្មតាកិច្ចការងារដែលស្រួលពេកវាអត់សូវមានតម្លៃទេមែនទេបងប្អូនចឹងទៅតែកិច្ចការហ្នឹងមានភាពលំបាកខ្លះត្រូវការពេលវេលាត្រូវការតស៊ូអត់ធ្មត់ខ្លះបានលទ្ធផលចេញមកគឺថាវាមានតម្លៃហ្មងនេះសម្រាប់ខ្ញុំណាបងប្អូនគ្រាន់តែជាទស្សនៈរបស់ខ្ញុំទេណាហើយឡែកបងប្អូនយល់ឃើញយ៉ាងណានោះគឺអាស្រ័យទៅលើបងប្អូនចោះណាបងប្អូនណាតែសម្រាប់ខ្ញុំយល់ឃើញអញ្ចឹងឥឡូវនេះគឺត្រឡប់មកចំណាំរបស់យើងគឺកំពុងតែពោបទឹកហើយបងប្អូនពោបនៅទឹកហ្នឹងពោបទៅដោះហ្នឹងហើយបងប្អូនហើយចំណាំនេះជាក្មេងស្ដាប់ប្រកបមួយដែរណាបងប្អូនស្ដាប់ប្រកបដូចលំផាត់ដែរលំផាត់ក៏ស្ដាប់ប្រកបដែរហៅតែប្រមាថទេឥឡូវនេះចេះឆ្លើយតែហេវណាពេលហេវហៅបានឆ្លើយហើយបើអត់ហេវហៅនិយាយឆ្លើយឯងឆ្លើយដែរតែយឺតតែគាត់ថាតែពាក្យច្រើនមិនសូវឆ្លើយទេតែឆ្អែតអីតែបើហេវគឺឲ្យតែហៅលំផាត់មកវិញហើយបាទបងប្អូនឥឡូវនេះគឺនេះបងប្អូននេះបាទប្រកបដល់ខែឲ្យគាត់ហើយចំណាំកវីកវត្តហ្នឹងហើយតែយើងមើលធំឡើងបានឃើញវីដេអូហ្នឹងបានដឹងបាទបងប្អូនដោយសារកូនដំរីនៅតូចនៅបងប្អូនសមត្ថភាពគ្នាមិនមានអ្វីក្រៅពីសំដែងនៅអាកប្បកិរិយាឲ្យបងប្អូនសើចសប្បាយនេះបួងដៃគ្នាបងប្អូនគ្នាចាប់ដើមបួងដៃហើយងូតទឹកហើយគឺតែងតែបួងដៃហើយតែងតែលេងដៃហើយឥឡូវប៉ាប្រកបឲ្យញាស់លេងបាល់ដាក់បាល់មកឲ្យតតហើយតែមិនសូវចាប់អារម្មណ៍ទេចាប់អារម្មណ៍ខ្សាច់បួងហ្នឹងបងប្អូនអង្គុយទៀតហើយបងប្អូនបងប្អូនឃើញមិនធម្មតាទេអង្គុយទៅកាប់នឹងឯងនោះមិនធម្មតាទេណាបងប្អូនអូនេះជា style នេះជា unique ហើយភឹងថាងូតទឹកស្អាតយ៉ាងណាក៏ដោយក្ដុលហ្មងនោះមុជបងប្អូនមុជផុកមុជដៃបងប្អូនមុជដូចមុជទឹកអីហ្នឹងលិចមកចំហៀងមុខបងប្អូននេះបងប្អូនឥឡូវខ្ញុំអធិប្បាយមកជូនបងប្អូនឥឡូវបងប្អូនទស្សនាមើលជាក់ស្ដែងមើលបងប្អូនមិនធម្មតាទេណាបងប្អូនខ្ញុំទប់សម្ដែងបានទេខ្ញុំឃើញទស្សនភាពហ្នឹងពីមុនមកធ្លាប់ឃើញដែរប៉ុន្តែថាពីមុនយើងមានចំណាំជាមួយឥឡូវលើកនេះគឺតទល់ម្នាក់ឯងដោយសារវឹកហាត់បងប្អូនដូចខ្ញុំបានលើកឡើងខាងដើមអញ្ចឹងហាត់ធាក់ឃើញទេកុំឲ្យលេងឲ្យឆ្លៀតស៊ីទៀតបងប្អូនហ្នឹងស៊ីគ្រាប់សដែកអីនោះស៊ី
lên man hóng nó khơi hẳn si thì là ôi chẳng nén á lớn đi bom ôn chẳng nam đi chẳng nén hay còn tha tụi bay chẳng na cái đôi thì khơi mà ta lục phát chinh mau chứ chẳng nén mấy cái đói có sơ hiên mà đây của ba cái nó nằng còn ta các bạch đệ tử để học môn nâng mình nó bom ôn tục phở từ mẹ ba cái nó nắng chẳng thôi thì bom khơi video mình chứ lên mình banประมาณ thế bom ôn ơi cái này nào đó có thể xin anh style chứ rồi biết mũi lục hạt bom ôn với lúc chả lóm tay lông mơ một lê tới đôi nhà nó chón cái đấy nè rồi một skin tê bom ôn cho làm này bom ôn dương chui luôn chớn đấy ta mình xong say tê hay lấy bom ôn chơi để lông chơi mà tôi snap đó luôn đã ra sự điểm một tí đấy cứ style chân này của chân này men bom ôn chân này thôi thì từ chân này bom ôn đấy nó chân này nó của dương cóสมรรถ ភាព ធម្មតា មាន fan ច្រើន ដូច គ្នា មាន មក ពួន យើង ស្រឡាញ់ control ច្រើន ដូច គ្នា អី ស៊ី បងប្អូន ធាត់ បងប្អូន ធាត់ ឲ្យ ទលុក លួន ហ្មង ដូច បងប្អូន ឃើញ ចាក់ ស្ដែង ចឹង ចូល មក ទឹក មក ចង់ លេង ទឹក ដូច គ្នា បងប្អូន អើយ ទោះបី យ៉ាង ណា ក៏ ដោយ អារម្មណ៍ គ្នា គឺ នៅ ស៊ី ហ្នឹង ហើយ ជា ធម្មតា វចនាម កាល ណា ងត់ ទឹក ហើយ លេង សាច់ ហ្នឹង ហើយ គឺ ត្រូវ ទៅ ដោះ ដើម ឈើ បងប្អូន ដើម ឈើ ហ្នឹង គឺច្រើនគឺទៅដោះបន្តិចហើយបានសុខចិត្តបានស្ងប់ចិត្តណាឃើញទេបងប្អូនហើយជិះក៏ដោឃើញទេដោអូnóស្រួលខ្លួនហើយបងប្អូនឃើញទេទស្សនភាពបែបនេះគឺធ្វើឲ្យយើងស្ងប់ស្ងាត់មកបងប្អូនធ្វើឲ្យយើងអានេះញឹមកាលស្នាមញឹមស្រួលខ្លួនហ្នឹងnó sụt luôn đóបងប្អូននឹងផ្ដល់ស្នាមញញឹមជូនបងប្អូនហើយខ្ញុំជឿជាក់ថាបងប្អូនយើងទាំងអស់គ្នានោះដែលបានឃើញវីដេអូហ្នឹងហើយឃើញសកម្មភាពឆ្លាតប្លែកគួរឲ្យចាប់អារម្មណ៍គឺថាញញឹមគ្រប់គ្នានោះអាស្នាមញញឹមចេញពីខាងក្នុងដោយមិនដឹងខ្លួនហ្មងបងប្អូនបាទអាហ្នឹងដឹងមកពីបងប្អូនហាវលំផាត់ចង់ឲ្យលំផាត់ចេញមកហើយលំផាត់គេដេកស្មើហ្នឹងហ៎មកទៅគោហ្នឹងបានលំផាត់ចេញមកបានគ្នាដេកបងប្អូនបានគ្នាដេកថាបានគ្នាលេងគេទៅបានគ្នាដេកទៅជួបមករឿងលំផាត់ដេកបានគ្នាដេកដល់បានគ្នាលេងបានគ្នាញាស់ណាបងប្អូនពូលំផាត់កណាចេញមកចំណាំច្រើនតែញាស់គឺចិត្តញាស់បងតាមពិតគ្នាស្រឡាញ់បងសឹងអីបងប្អូនគាត់ថាធម្មតាបងប្អូនស្រឡាញ់គ្នាកាន់ខ្លាំងញាស់កាន់ខ្លាំងដែរបងប្អូនមិនខុសពីបងប្អូនយើងបងប្អូនធ្លាប់ចំកូនតូចដឹងហើយក៏ស្រឡាញ់គ្នាក៏ញាស់គ្នាបងស្រឡាញ់បើអត់ញាស់ព្រោះហើយចឹងទៅបងប្អូនវីដេអូនេះយ៉ាងវែងតិចហើយបងប្អូនដល់តែ13នាទីជាងបងប្អូនអញ្ចឹងខ្ញុំមានអីក្រៅពីអរគុណទេបងប្អូនអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃរបស់បងប្អូនដល់ពេលនេះនៅអង្គុយបន្ថែមទៀតណាបងប្អូនចំណាយពេលវេលារបស់បងប្អូនដ៏មានតម្លៃចូលរួមទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ពេលនេះបងប្អូនណាសូមជូនពរបងប្អូនមានសុខភាពល្អសំណាងល្អគ្រប់គ្នាទៅក្នុងក្រៅប្រទេសបងប្អូនសម្រាប់បងប្អូនក្នុងប្រទេសអាចឆ្លៀតពេលបានមកលេងសន្សាប់ភ្នំតាម៉ៅបងប្អូនអាចឆ្លៀតមកណាបងប្អូនណាអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយ